មានក្តារអ្នកទាំងអស់គ្នាក្នុងវីដេអូរបស់ខ្ញុំគឺមកសង្ខេបព័ត៌មានអ្នកទាំងអស់គ្នាដឹងទៅទាំងអស់គ្នាតឡាការអន្តរជាតិ ICJ គឺបានទទួលពាក្យបណ្ដឹងពីកម្ពុជាហើយពាក់ព័ន្ធជាមួយនឹងប្រសាទតំណតូចតំណធំប្រសាទតាកបៃនឹងរង្វាន់មុខ3ហើយនៅក្នុងនោះថៃតឡាការអន្តរជាតិក៏បានបញ្ជាក់ទៀតថាបើសិនជាថៃព្រមចូលខ្លួនក្នុងការដោះស្រាយជាមួយតឡាការឬក៏មិនព្រមចូលខ្លួនក្នុងការដោះស្រាយទេគឺគេនឹងមានវិធានការបែបផ្សេងមួយទៀតហើយបើសិនជាថៃហ៊ានទៅវាកម្ពុជាគឺថៃនឹងខុសខ្លួនខុសច្បាប់គឺកាន់តែធ្ងន់ជាមួយនឹងច្បាប់តឡាការហើយអ្វីដែលសំខាន់ប្រទេសដែលគឺជាប្រទេសមហាអំណាចគឺមានសិទ្ធិក្នុងការជួយប្រទេសកម្ពុជាបានពាក់ព័ន្ធជាមួយនឹងប្រទេសដូចជាបារាំងឥណ្ឌូនេស៊ីម៉ាឡេស៊ីចិនគឺមានសិទ្ធិក្នុងការជួយប្រទេសកម្ពុជាដោយមិនមានការរៀបរៀងពីខាងតឡាការទេព្រោះប្រទេសទាំងអស់នោះគឺសិទ្ធិសឹងតែជាប្រទេសដែលជាប់ជាសមាជិកតឡាការអន្តរជាតិ ICJ ទៅទាំងអស់នៅទីក្រុងប៉ារីសហ្នឹងណាហើយបើសិនជាថៃនៅតែបំពេញច្បាប់តឡាការអន្តរជាតិ ICJ នឹងទៀតគឺថៃអាចបដូរពីរបបនាយករដ្ឋមន្ត្រីទៅជារបបការគ្រប់គ្រងបែបយោធាទៅវិញមួយទៀតងាកមកការបិទច្រកព្រំដែនការបិទច្រកព្រំដែនឬថាការបិទមួយថ្ងៃអីចឹងទៅតែជាក់ស្ដែងបិទបានមួយថ្ងៃសូមកម្ពុជាចរចាបើកច្រកព្រំដែនដើម្បីនាំអីវ៉ាន់ចេញសួរថានៅពេលដែលអ្នកឯងបិទច្រកព្រំដែននេះប្រជាជនអ្នកឯងព្យាយាមបាតកម្មបិទច្រកព្រំដែនបិទសេដ្ឋកិច្ចកម្ពុជាបិទភ្លើងបិទចរន្តអគ្គិសនីបិទអីផ្សេងសួរថាអ្នកគេអ្នកខាតគឺអ្នកឯងអ្នកខាតព្រោះប្រទេសថៃត្រូវដឹងថាអត់មានអ្នក support ទេកាលពីប្រទេសកម្ពុជាគឺមានតែកម្ពុជាទេគឺ support ថៃខ្លាំងជាងគេក្រៅពីនោះគឺអត់មានទេហើយក៏មានមោទនភាពមនុស្សពេកកម្ពុជាអត់ពេលអ្នកឯងទៅគឺមានប្រទេសមួយទៀតដែលគឺជាប្រទេសចិនមហាអំណាចនៅក្នុងលក្ខណៈចូលលំដាប់ពិភពលោកហ្មងដែលរបស់អ្នកឯងមានត្រឹមតែ50%ត្រូវដឹងថាប្រទេសថៃគឺមានត្រឹមតែ50%ប្រទេសចិនមានរហូតដល់150%ហើយត្រូវដឹងថាប្រទេសផ្សេងៗគឺ